ពេលខ្លះមិនមែនឆ្នាំវាមិនល្អទេមកពីនេះផ្សំវាមិនត្រូវអានោះក៏ជាបញ្ហាសម្រាប់យើងដែរពេលខ្លះយើងចិញ្ចឹមទៅវាចេះខូចយើងថាយើងចិញ្ចឹមវាមិនសមការចិញ្ចឹមជ្រូកសាច់ក៏ដោយជ្រូកមេក៏ដោយវាមិនមែនជារឿងពិបាកក្នុងការចិញ្ចឹមទេរឿងដែលពិបាកគឺពិបាកយើងអ្នកចិញ្ចឹមហេតុអីព្រោះយើងពិបាកក្នុងការរត់រោគនេះដែលមានចំណេះជំនាញវិជ្ជាជីវៈនេះដែលមានបទពិសោធន៍យើងពិបាកក្នុងការសួរនាំគេពេលដែលជួបយើងមានបញ្ហាហើយរឿងមួយទៀតពេលដែលជួបមានបញ្ហាមានជំងឺរោគគីអីតិចតួចយើងពិបាកក្នុងការទៅរកទិញថ្នាំកន្លែងណាដែលគេលក់ថ្នាំមានគុណភាពកន្លែងណាដែលគេលក់ថ្នាំដែលគេមានវិជ្ជាជីវៈជំនាញវិជ្ជាជីវៈត្រឹមត្រូវខាងពេទ្យសត្វកន្លែងខ្លះបានទៅលក់ទេប៉ុន្តែការវិភាគរោគវិនិច្ឆ័យការផ្សំថ្នាំឲ្យយើងមិនសូវត្រូវអញ្ចឹងហ្នឹងក៏ជាបញ្ហាមួយដែរបញ្ហាមួយដែរពេលខ្លះមិនមែនថ្នាំវាមិនល្អទេមកពីនេះផ្សំវាមិនត្រូវអានោះក៏ជាបញ្ហាសម្រាប់យើងដែរពេលខ្លះយើងចិញ្ចឹមទៅវាចេះខូចយើងថាយើងចិញ្ចឹមវាមិនសមមកពីដីយើងវាមិនសមដីយើងចិញ្ចឹមវាមិនកើតមកពីលេខយើងវាដាក់តាមពិតវាមកពីអាកតាតាមពិតអាកតាលេខដាក់ហ្នឹងវាកតាចូលរួមផ្សំតិចតួចទេរឿងដែលធំគឺធំអាកន្លែងខ្ញុំលើកឡើងខាងលើមិញអញ្ចឹងពេលដែលជួបមានបញ្ហាសម្រាប់យើងដៃថ្មីផងមិនដឹងថាទៅសួរអ្នកណាចង្ការសួរប៉ះគេមិនឆ្លើយគេឆ្លើយចុងមិត្តចុងកក៏មានទៅណាគេឆ្លើយចុងមិត្តចុងកយើងស្ដាប់មិនយល់រត់ទៅរកថ្នាំពេទ្យសត្វប៉ះពេទ្យសត្វដែលគេបកកែផ្សំថ្នាំដាក់ទៅត្រូវជំងឺមកអីនេះយកមកជាប៉ះផ្សំថ្នាំមិនត្រូវដាក់មកខូចជ្រូកមកយើងចិញ្ចឹមផ្សំវាទៅអញ្ចឹងទៅអញ្ចឹងណាអញ្ចឹងមិនថាខ្ញុំមិននិយាយថាអ្នកណាទេអានេះខ្ញុំនិយាយលក្ខណៈទូទៅព្រោះវាមានអញ្ចឹងខ្លះដែរវាមិនខុសពីពេទ្យមនុស្សទេពេទ្យមនុស្សមានពេទ្យខ្លះបកកែពេទ្យខ្លះមិនបកកែអញ្ចឹងទៅពេទ្យខ្លះគ្រាន់តែផ្ដាសាយផ្សំថ្នាំត្រូវផងហើយយើងទៅពេទ្យមួយទៀតគេដាក់តាមមួយឈុតមួយលេខពីរលេខមកបាត់ទៅក៏មានដែរវាមិនខុសគ្នាទេអញ្ចឹងមិនថាបងប្អូនដៃថ្មីដែលកំពុងតែរៀនចិញ្ចឹមមានការខាតបង់បងប្អូនមិនទាន់អស់សង្ឃឹមបងប្អូនមិនទាន់បាក់ទឹកចិត្តតស៊ូឡើងបន្តជំនាញបន្តដំណើរទៅមុខទៀតជាមួយខ្ញុំទាំងអស់គ្នាដើម្បីបានខាតទាំងអស់គ្នាអញអស់និយាយមក